ស្រីបងប្អូនថ្ងៃនេះបើកឆាកដំបងក្នុងក្មួយស្រីហើយនឹងមួយប្រុស3នាក់ក្មួយធ្វើជ្រូកស្វាយញ៉ាំបែកពីដើមផ្ទើបងប្អូននេះធ្វើមកជាតិសុទ្ធសាធចង់ថាម៉ាក់ខ្ញុំគាត់ត្នេអត់បានគាត់ដាំដំណាំពេញផ្ទះបងប្អូននេះភាសាមើល idol ពេកខ្ញុំក្មួយ3នាក់បែកក្តិតរៀនធ្វើជ្រក់ស្វាយតាម idol នេះឆ្លៀតថតការបានបន្តិចបងប្អូននេះយើងដាំទឹកពុះឲ្យស្រស់មើលគេដូចជាឲ្យស្រស់ត្រាប់ចោល30នាទីបងប្អូនចាំមើលដូចបន្ថែមពេលបន្តិចមកចប់បន្តិចណាបងប្អូនទៅពីត្រាំ30ទៅបងប្អូននេះមានអារម្មណ៍ថាដូចអត់ស្រួលទេនេះច្បាច់ទៅជ្រាយចង់លលួយអស់ក៏នឹកឃើញអត់កើតទេក៏យកមកដាក់ក្នុងទូកកនេះដើម្បីគីឡូវារៀងស្រួយបងប្អូនតែមិនដឹងម៉ាច់ម៉ាយនេះដាក់ចូលទេណាតាមតាណាតើក៏បធូរអារម្មណ៍បន្តិចក៏ចេញមកមើលផ្សាយបន្តិចនេះបងប្អូននេះតើពីដាក់ទូកកឲ្យរៀងតិចទីហើយដកយកទៅវិញនេះដកយកទៅវិញយកទៅម៉ូលីគ្រឿងម្ដងចាំមើលតើលីគ្រឿងហើយវាយ៉ាងម៉េចទៀតនិយាយរួមចេះធ្វើបងប្អូននេះចាហើយនេះក៏ដាក់ស្ករ3 4ស្លាបព្រាហើយនេះរ៉ូឌីរួចដាក់រ៉ូឌីបន្តិចដាក់ឲ្យវាមានរសជាតិញ៉ាំការ៉ារ៉េនហើយម្ទេសអត់ម្ទេសទៀតដាក់ម្ទេសជ្រក់ទៀតចង់និយាយថាចុងផៅនេះមិនធម្មតាទេបងប្អូនឆ្នៃគ្រប់ក្លាក់សាំងអត់ខ្វល់ហើយនេះច្បល់តែមុនច្បល់យើងភាសាណាមិនដែរបងប្អូនណាមួយកុំឲ្យម្ទេសវីរ៉ូលទៅឲ្យដាក់ប្រអប់ដាក់ប្រអប់ហើយក៏យើងបន្តយកទៅអាប់ទុកក្នុងទូទឹកកកមួយយប់ទៅពីបានមួយយប់បងប្អូននេះដកចេញមកនេះក្មួយខ្ញុំនិយាយថាដើរតាមគ្រប់ចង្ហៀនហ្មងចង់ញ៉ាំដែរគេថាឆ្ងាញ់មានអីបងប្អូនញ៉ាំកើតតែរសជាតិក៏អែមវាមិនធម្មតាទឹកដៃលើកទី1បងប្អូនណានេះទឹកដៃលើកទី1មួយខ្ញុំដើរតាមសុំញ៉ាំដែរតែកុំទាន់ឲ្យបងស្រីខ្ញុំគិតភ្លក់បន្តិចមើលថាញ៉ាំកើតមកចាំមើលទឹកមុខកើតបងប្អូនណាជួយគេថាម៉េចខ្ញុំមកគិតក៏ថាអែមដែរនេះឲ្យមេដៃមួយអូយីរួមខ្ញុំស្វាញ៉ាំកើតបងប្អូនតែមានអីអែមស្នេហ៍នេះវីដេអូមានប៉ុណ្ណឹងបងប្អូនបាយ